character in there that's much like Winona Ryder's character in the previous movies. So I'm wondering how this movie will turn out. But I see there's a lot of action involved. ធ្លាប់មើលតាម Prometheus ហើយនិង Alien តាំងពីឆ្នាំ1979 3វគ្គចំពោះខ្ញុំធ្លាប់មើលរឿង Alien ច្រើនដែរប៉ុន្តែវគ្គខុសៗគ្នាអញ្ចឹងណាហើយចំពោះនេះប្លែកដោយសារតែ Alien រឿងនេះលក្ខណៈរៀងលក្ខណៈសัตว์ណាហើយមួយទៀតខ្ញុំមើល trailer ហើយមិនថារឿងហ្នឹងគឺវាសាហាវហើយចង់តាមដានមើលថាវានឹងមានការឡើងបន្តទៀតខ្ញុំលក្ខណៈរឿង adventure ចូលចិត្តហើយវាលក្ខណៈ alien វាវិទ្យាសាស្ត្រជាមួយចូលចិត្តមើលវាសង្ឃឹមថាបានមើលរឿងហ្នឹងហើយមិនខកបំណងទេហើយអាច suggest you to watch this movie we like គឺខុសទាំងអស់ហើយឡើងគឺតួអង្គឯងហ្មងមានអារម្មណ៍ថារឿងហ្នឹងល្អមើលមែនតើជាពិសេសពួកអ្នកដែលចូលចិត្តរឿងលក្ខណៈបែបថាវិទ្យាសាស្ត្រ alien អីចឹងនៅក្រៅភពអីចឹងគឺថាដឹងថាល្អមើលហ្មងមានកន្លែងដែលនិយាយទៅថាពីដើមដល់ចុងពីដើមរឿងដល់ចុងរឿងគឺអត់មានពេលណាដែលគួរធុញទេចុងបញ្ចប់ហ្នឹងហើយតែចង់និយាយថាវារន្ធត់រហូតវាអត់មានអីឲ្យយើងធុញគឺរឿងហ្នឹងវាទៅមុខរហូតហើយវាមានថាធ្វើឲ្យយើងរន្ធត់ទៅរហូតកម្រិតខ្លាំងវាគឺថាខ្ញុំ rate វាគឺ4លើ5ហ្មងព្រោះថាគឺភ្ញាក់គ្រប់សឹងថាគ្រប់កន្លែងហ្មងឲ្យទៅពេលដល់កន្លែងដែលថាយើងអត់មានចាប់អារម្មណ៍លើវា expect វាថាវានឹងចេញមកប៉ុន្តែនៅពេលហ្នឹងវានឹងលោតភ្ញាក់យើងភ្លាមខ្ញុំខ្លាចជាងគេគឺខ្លាចទាំងអស់អាពេលសัตว์ចេញពីក្នុងខ្លួនផងអាពេលគេខំផលមួយទឹកផងខ្លាចទាំងអស់គ្នា everywhere ខ្ញុំគិតថារឿងហ្នឹងគាត់ជាបានត្រឹម 4.5 លើ 5 I would rate 9 out of 10មើលខ្លាំងអត់ស្ដាយទេអត់ស្ដាយឯណែនាំឲ្យអ្នកដែលអត់បានមើលប្រយ័ត្នស្ដាយក្រោយបាទស្ដាយទេស្ដាយខ្លាំងអរគុណច្រើនបាទ Waste big All of this to start our new life What happened here Where is it? Alien Covenant, only in theaters.